ជាបឋមសូមគោរពជំរាបសួរទៅកាន់លោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូនេះខ្ញុំបាទឈ្មោះវ៉ាត់សាវិនហើយនៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបកស្រាយប្រធានបទ OSPF ដែលជាប្រធានបទដឹកនាំស្រាវជ្រាវដោយលោកគ្រូថៃមិញហាអញ្ចឹងចូលមកដល់ slide ទី1របស់យើងតើអ្វីទៅជា OSPF OSPF មានពាក្យពេញថា Open Shortest Path First គឺជា protocol មួយប្រភេទដែលត្រូវបានគេប្រើសម្រាប់កំណត់ផ្លូវរត់ឲ្យទិន្នន័យនៅក្នុង router ក្នុងប្រព័ន្ធបណ្ដាញ network OSPF ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ1989ដើម្បីជំនួស protocol IP ដែលមានភាពយឺតយ៉ាវនិងដើម្បីកុំឲ្យអ្នកប្រើប្រាស់ពឹងផ្អែកខ្លាំងពេកទៅលើ protocol ផ្ដាច់មុខរបស់ក្រុមហ៊ុនណាមួយឧទាហរណ៍ដូចជា protocol EIGRP ដែលកាលនោះជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន Cisco តែម្នាក់ឯង OSPF វាជាប្រភេទ Open Standard Protocol ដែលត្រូវបានបង្កើតឡើងនិងគ្រប់គ្រងដោយស្ថាប័នមួយឈ្មោះថា EITF ដែលមានពាក្យពេញថា Internet Engineering Task Force ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃអន្តរជាតិមានតួនាទីបង្កើតនិងអភិវឌ្ឍស្តង់ដារផ្សេងៗសម្រាប់ប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិតក្រុមហ៊ុនផលិតឧបករណ៍បណ្ដាញទាំងអស់ដូចជា Cisco, Juniper, Huawei, Aruba ឬ Megatek សុទ្ធតែអាចយក OSPF ទៅដាក់បញ្ចូលក្នុង router ឬ switch របស់ពួកគេបានដោយសេរីដោយគ្មានការទាមទារអាជ្ញាប័ណ្ណឡើយចូលដល់ slide បន្ទាប់គោលការណ៍ដំណើរការសំខាន់ៗរបស់ OSPF OSPF ប្រើប្រាស់ជាមួយនឹង Dijkstra algorithm ដែលមានន័យថា OSPF ប្រើប្រាស់រូបមន្តគណិតវិទ្យាមួយឈ្មោះថា Shortest Path First ឬ Dijkstra algorithm ដើម្បីគណនាផ្លូវស្វែងរកផ្លូវដែលចំណាយថ្លៃដើមតិចបំផុតនៅក្នុង OSPF ពាក្យថា cost គឺគេចង់សំដៅទៅលើ bandwidth ខ្សែណាដែលមានល្បឿនលឿនជាងគេនិងចំណាយពេលតិចមាន cost ទាបដូចនេះ OSPF នឹងធ្វើការជ្រើសរើសផ្លូវនោះភ្លាម Link State Database LSDB router នីមួយៗដែលប្រើ OSPF នឹងធ្វើការផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកដើម្បីបង្កើតជាផែនទីបណ្ដាញទាំងមូលទុកនៅក្នុងឧបករណ៍រៀងៗខ្លួននេះមានន័យថា router គ្រប់គ្រងដឹងទាំងអស់ថាមានឧបករណ៍អ្វីខ្លះនៅក្នុង network និងភ្ជាប់គ្នាដោយរបៀបណា Fast Covering នៅពេលដែលមានខ្សែបណ្ដាញណាមួយដាច់ឬមាន router ណាមួយខូច OSPF នឹងដឹងភ្លាមហើយវានឹងធ្វើការគណនាផ្លូវថ្មីមួយទៀតជំនួសវិញយ៉ាងលឿនបំផុតដើម្បីកុំឲ្យទិន្នន័យត្រូវកកស្ទះអញ្ចឹងចូលមកដល់ slide បន្តគឺ advantages គុណសម្បត្តិរបស់ OSPF មានច្រើនធ្វើឲ្យវាក្លាយជា protocol កំណត់ផ្លូវដ៏ពេញនិយមមួយនៅក្នុងបណ្ដាញ network កម្រិតស្ថាប័នធំៗនិងក្នុងមជ្ឈមណ្ឌលទិន្នន័យអញ្ចឹងទី1ការផ្លាស់ប្ដូរផ្លូវបានរហ័សបំផុត Fast Covering គឺជាល្បឿនដែល router ទាំងអស់ក្នុង network ប្រើដើម្បីដឹងនិងកែសម្រួលផ្លូវរត់ថ្មីនៅពេលដែលមានការប្រែប្រួលដូចជាខ្សែដាច់ឬក៏ឧបករណ៍ខូច OSPF មានល្បឿនលឿនខ្លាំងក្នុងរឿងនេះព្រោះពេលមានបញ្ហាភ្លាមវានឹងផ្ញើព័ត៌មានបច្ចុប្បន្នភាព Link State Update ទៅកាន់ router ធ្វើឲ្យ network ដំណើរការឡើងវិញក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះទី2ជ្រើសរើសផ្លូវតាមល្បឿនពិតប្រាកដ Matrix based on bandwidth ខុសពី protocol ចាស់ៗដូចជា RIP ដែលរាប់តែចំនួន router នោះទេ OSPF គណនាផ្លូវល្អបំផុតដែលផ្អែកលើ cost ទាបមានន័យថា OSPF នឹងធ្វើការជ្រើសរើសផ្លូវរត់តាមល្បឿនខ្សែណាដែលលឿនជាងគេដូចជា fiber optic ទោះបីត្រូវឆ្លងកាត់ router ច្រើនក៏ដោយអញ្ចឹងទី3មិនបង្កឲ្យមានការវិលជុំទិន្នន័យ loop free network ដោយសារ OSPF ប្រើប្រាស់រូបមន្តគណិតវិទ្យា Dijkstra algorithm រួមផ្សំជាមួយនឹងផែនទីរួមច្បាស់លាស់ Link State Database ធ្វើឲ្យ router នីមួយៗដឹងពីស្ថានភាពបណ្ដាញទាំងមូលកត្តានេះជួយការពារមិនឲ្យមានការភាន់ច្រឡំផ្លូវឬបង្កើតឲ្យមានការវិលជុំនៃទិន្នន័យឡើយទី4ជាស្តង់ដារបើកទូលាយ Open Standard Protocol OSPF វាមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុនណាមួយឡើយតែវាត្រូវបានគ្រប់គ្រងដោយអង្គការ IETF ដូចនេះគ្រប់ក្រុមហ៊ុនទាំងអស់គឺអាចយក OSPF យកទៅដាក់បញ្ចូលទៅក្នុង router របស់ពួកគេបានដោយមិនចាំបាច់បង់ license ឡើយទី5គឺសន្សំសំចៃ bandwidth efficient update OSPF មិនផ្ញើតារាងរត់ទាំងមូលទៅរំខានបណ្ដាញរៀងរាល់30វិនាទីម្ដងដោយ RIP ឡើយវានឹងផ្ញើព័ត៌មានបច្ចុប្បន្នភាពនៅពេលដែលមានការប្រែប្រួលនៅក្នុង network ប៉ុណ្ណោះប្រសិនបើ network ដំណើរការធម្មតាគ្មានការប្រែប្រួលវាគ្រាន់តែផ្ញើកញ្ចប់ទិន្នន័យតូចៗដើម្បីសួរនាំគ្នាដែលធ្វើឲ្យចំណាយ bandwidth ទាបបំផុតអញ្ចឹងចូលមកដល់ slide បន្ទាប់គឺគុណវិបត្តិទោះបី OSPF មានគុណសម្បត្តិច្រើនសម្រាប់ការគ្រប់គ្រងបណ្ដាញខ្នាតធំក៏ដោយវាក៏មានគុណវិបត្តិនិងចំណុចខ្វះខាតដូចគ្នាទី1វាប្រើប្រាស់ធនធានឧបករណ៍ច្រើន High CPU and memory usage OSPF តម្រូវឲ្យ router នីមួយៗរក្សាទុកផែនទីទាំងមូល Link State Database នៅក្នុងអង្គចងចាំឬក៏ RAM របស់វាលើសពីនេះនៅពេលណាដែលមានការប្រែប្រួលនៅក្នុង network ទោះបីបន្តិចក៏ដោយ router ត្រូវប្រើកម្លាំងខួរក្បាល CPU ខ្ពស់ដើម្បីដំណើរការរូបមន្ត Dijkstra algorithm នោះឡើងវិញដើម្បីគណនាផ្លូវទី2ងាយរងគ្រោះដោយសារបញ្ហា Link Flapping គឺជាស្ថានភាពដែលខ្សែឬរុន interface ណាមួយដាច់ឬជាប់ឬដាច់ភ្លាមបន្តបន្ទាប់គ្នាញឹកញាប់ដែលអាចបណ្ដាលមកពីខ្សែធូរឬឧបករណ៍មានបញ្ហានៅពេលកើតមាន
បែបនេះ OSPF នឹងផ្ញើសារ update ទៅកាន់ router ផ្សេងទៀតអត់ជប់ឈរដែលធ្វើឲ្យ router នៅក្នុង area នោះត្រូវបង្ខំចិត្តរត់រូបមន្តគណនាផ្លូវចុះឡើងរហូតដែលនាំឲ្យបណ្ដាញទាំងមូលត្រូវជាប់គាំងទី3ទាមទារឲ្យមានការរៀបចំរចនាសម្ព័ន្ធបែបតឹងរឹងរាល់ area ទាំងអស់ដូចជា area 1 area 2ត្រូវតែភ្ជាប់មកកាន់ area 0ដែលជា area backbone ជានិច្ចប្រសិនបើមានតំបន់ណាមួយមិនអាចភ្ជាប់ទៅ area 0ដោយផ្ទាល់បានទេគេត្រូវប្រើបច្ចេកទេសស្មុគស្មាញផ្សេងទៀតដូចជា virtual link ដើម្បីដោះស្រាយងាយនិងបង្កឲ្យមានកំហុសបច្ចេកទេស4មិនគ្រប់គ្រងការបែងចែកបន្ទុកមិនស្មើគ្នា no unequal load balancing ផ្ទុយទៅវិញប្រសិនបើមានខ្សែ2ដែលខ្សែទី1ចំណាយខុស10ហើយនិងខ្សែទី2ចំណាយខុស20នោះ OSPF វានឹងធ្វើការបញ្ជូនទិន្នន័យទៅតាមខ្សែដែលចំណាយខុស10តែមួយគត់ហើយខ្សែដែលចំណាយខុស20ហ្នឹងវានឹងត្រូវទុកចោលរហូតដល់ខ្សែចំណាយខុស10ដាច់ទៅវាប្រើខ្សែចំណាយខុស20ហើយទី5ភាពមិនស៊ីគ្នាពេញលេញរវាង IPv4 និង IPv6 OSPF v3 ត្រូវបានបង្កើតសម្រាប់ IPv6 នេះមានន័យថាប្រសិនបើស្ថាប័នរបស់អ្នកប្រើប្រាស់ទាំង IPv4 ផងនិង IPv6 ផងអ្នកត្រូវដំណើរការនិងរៀបចំ OSPF ទាំងពីរនេះដាច់ដោយឡែកពីគ្នាហើយវាបង្កើនការងារគ្រប់គ្រងនិងស៊ីកម្លាំង CPU និង RAM របស់ router ទ្វេដងអញ្ចឹងបន្ទាប់ពីបានបកស្រាយចប់ហើយឥឡូវគឺខ្ញុំនឹងធ្វើការ configuration នៅក្នុង Cisco Packet Tracer ជូនអ្នកនរគ្នាទស្សនាអញ្ចឹងចូលមកដល់ការ configuration របស់យើងនេះគឺជា diagram ដែលនៅក្នុង diagram នេះគឺខ្ញុំបានដាក់ IP ឲ្យទៅឧបករណ៍នីមួយៗឲ្យអស់ហើយអញ្ចឹងសម្រាប់ការ config គឺខ្ញុំនឹងមកធ្វើការ route ឲ្យអ្នកនរគ្នាមើលហ្មងអញ្ចឹងដើម្បី route យើងចូលមក router យើងមកយើង enable ហើយ config terminal អញ្ចឹងដើម្បី route OSPF បានយើងត្រូវដាក់ router OSPF 1ហើយសម្រាប់លេខ1ហ្នឹងគឺជាលេខសម្គាល់ដំណើរការរបស់វាតោះមកយើងចុច enter មកអញ្ចឹងនៅពេលដែល route យើងដាក់ network គឺយើង route network LAN យើងសិន 168.0.0 យើងដាក់ network ហើយយើងត្រូវដាក់ packet mask របស់វា 0.0.0.255 ហើយតោះមកយើងត្រូវដាក់ area អញ្ចឹងគឺ area 0 ទៅចុច enter មកអញ្ចឹងយើងបន្ទាប់ពីយើង route LAN ហើយយើងត្រូវធ្វើការអ្នក route network របស់ router ពីរនេះគឺ 192.172.11.0.0/30 នេះអញ្ចឹង network 172.11.0.0 ហើយបាកាត់ម៉ាស់របស់វា 0.0.0.3 តមកដល់ area 0 អញ្ចឹងគឺ router ទី1របស់យើងបាន route រួចហើយតមកយើងចូលមកដល់ router កណ្ដាលរបស់យើងហើយនេះគឺការ route យើង route ដូចគ្នាទាំងអស់ router 3ហ្នឹងគឺយើង route ដូចគ្នាទាំងអស់ហ្មង router OSPF 1 network 192.168.1.0 បាកាត់ម៉ាស់255 area 0 តោះយើង route network 172.11.0.0.0.3 ហើយ area 0ដូចគ្នាអញ្ចឹងសម្រាប់ router កណ្ដាលនេះគឺវាភ្ជាប់មក router ទី1ផង router ទី3ផងអញ្ចឹងនៅពេលដែល network យើង route LAN ហើយយើង route network មក router ទី1តោះមកយើងត្រូវ route មក network router ទី3ដូចគ្នាអញ្ចឹងនេះ 172.11.0.0 នេះគឺដំបូងយើង route ទី1តោះមកយើង route កណ្ដាលនេះអញ្ចឹងឥឡូវនេះគឺវាស្គាល់គ្នាហើយតោះមកគឺយើងត្រូវការ route មក network ទី3 network 172.11.0.4 មកកាត់ម៉ាស់.3 តោះមក area 0 អញ្ចឹងយើង route មក network router ទី3ហើយយើងចូលមក route router ទី3ម្ដង network config terminal router OSPF 1 network 192.2.0.0.0.255 area 0 តោះមកយើង route network ដែល router ទី3ហ្នឹងភ្ជាប់ទៅ router កណ្ដាល 172.16.0.4 បាកាត់ម៉ាស់ 0.0.0.3 ហើយដាក់ area 0 អញ្ចឹងយើងចាំវាបន្តិចមកនេះតើបើយើងចាំវាហើយនេះហើយវាស្គាល់គ្នាហើយគឺ load ហ្នឹងវាស្គាល់គ្នាហើយអញ្ចឹងបើយើងចង់ច្បាស់អានវាមកតមក show IP route នេះ O នេះគឺ OSPF អញ្ចឹងនៅពេលដែល router ចេញ O នៅពេលដែលកន្លែង route ចេញ O បានន័យថាវាស្គាល់គ្នាហើយនេះគឺវាស្គាល់គ្នាហើយ
chẳng trong nâng tôi cạp pin mà rồi cạp pin trong rồi bảy số rồi mùi chẳng từ bóng dư pin non len luôn ai dần thơm á chẳng dừng pin non len luôn ấy xóa lấy dừng pin non len muối rồi bà chẳng cứ dừng pin non len từ bóng cứ việc toàn score để việc toàn score muối ấy ban vi score tam rồi pin đồng tiền nó bà cứ dừng pin lịch tp đi cứ vi score tặng buồn hay chẳng dừng pin từ muối chạch rồi muối bà đi bà cứ dừng pin lịch muối cứ việc phải tham ai toàn máu ban vi score tam rồi lấy cứ dừng pin tới cảnh router lên nó router thứ 3 ý chạch rồi nè cứ vi tranh được kia rằng dừng pin lịch tí muối vì toàn score muối hết bằng score màu bay tam rồi chẳng dừng pin đông thì nó cứ lấy vi score bằng ao chẳng dừng pin tới đi cho rồi muối đòn và này vì phải tham ai được kia hay bằng vi score lấy pin đông tiếp khi lấy vi score bằng A2 và chẳng video nhóm cứ miền Tây bằng nắng chỉ trong cái xong con từ đó lúc này cứ đôi chỉ con từ đó này tao không biết để bàn tôi sẽ làm video này tăng Việt Nam hồi đó chọn